សូមស្វាគមន៍មកកាន់ Cambodia Flash News អន្តរជាតិរបាយការណ៍បង្ហាញថាអ្នកស្ទង់មតិរុស្ស៊ីបញ្ឈប់ការបោះពុម្ពផ្សាយតួលេខការទុកចិត្តបើកចំហរបស់ពូទីនខណៈដែលការវាយតម្លៃបានធ្លាក់ចុះមជ្ឈមណ្ឌលស្រាវជ្រាវមតិសាធារណៈរុស្ស៊ីហៅកាត់ថា VCIOM ជាអ្នកស្ទង់មតិដែលគ្រប់គ្រងដោយរដ្ឋថាបានបញ្ឈប់ការបោះពុម្ពផ្សាយការវាយតម្លៃបើកចំហរបស់ប្រធានាធិបតី Vladimir Putin បន្ទាប់ពីវាបានធ្លាក់ចុះដល់កម្រិតទាបបំផុតចាប់តាំងពីការចាប់ផ្ដើមនៃសង្គ្រាមពេញលក្ខណៈនេះបើតាមកាសែត Moscow Times បានរាយការណ៍នៅថ្ងៃទី 8 ខែមិថុនាមិនដោយការស្ទង់មតិបិទដែលចេញផ្សាយជាទៀងទាត់របស់ VCIOM ដែលសួរអ្នកឆ្លើយសំណួរដោយផ្ទាល់ថាតើពួកគេទុកចិត្តលោកពូទីនដែរឬទេការស្ទង់មតិបើកចំហស្នើឲ្យមនុស្សដាក់ឈ្មោះអ្នកនយោបាយដែលពួកគេទុកចិត្តដោយមិនប្រាំនៅក្រោមវិធីសាស្ត្រនោះមានតិចជាង 1/3 នៃអ្នកឆ្លើយតបដែលបានដាក់ឈ្មោះលោកពូទីនក្នុងខែមីនាធៀបនឹងជាង 70% ដែលបង្ហាញការជឿជាក់លើគាត់នៅពេលសួរដោយផ្ទាល់តនន័យដែលបានចេញផ្សាយពីមុនប្រចាំខែមិនត្រូវបានធ្វើបច្ចុប្បន្នភាពទេចាប់តាំងពីថ្ងៃទី 5 ខែមេសាដោយលទ្ធផលសម្រាប់ខែមេសានិងខែឧសភានៅតែមិនទាន់បានចេញផ្សាយនៅថ្ងៃទី 8 ខែមិថុនាការវិតម្លៃការយល់ព្រមរបស់លោកពូទីនដែល VCIOM បន្តបោះពុម្ពប្រចាំសប្តាហ៍បានឈរនៅ 66.6% គិតត្រឹមថ្ងៃទី 31 ឧសភាហើយបានធ្លាក់ចុះជិត 10% ចាប់តាំងពីដើមឆ្នាំមកនេះបើយោងតាមកាសែត Moscow Times អ្នកវិភាគដែលបានលើកឡើងដោយបណ្ដាញផ្សព្វផ្សាយបានភ្ជាប់ការធ្លាក់ចុះទៅនឹងការរួមផ្សំនៃបញ្ហាប្រឈមដ៏ចាក់ស្រេះដែលមិនធ្លាប់មានពីមុនមករួមទាំងការកើនឡើងនៃសម្ពាធសេដ្ឋកិច្ចអតិផរណាការរដ្ឋបិទអ៊ីនធឺណិតនិងការបង្កើនភាពអស់កម្លាំងសាធារណៈជុំវិញសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែនរុស្ស៊ីកំពុងជួបប្រទះការខាត់បងទាហានរាប់ម៉ឺននាក់ក្នុងមួយខែក្នុងប្រទេសអ៊ុយក្រែនដែលធ្វើឲ្យបញ្ហាកង្វះកម្លាំងពលកម្មនិងអតិផរណាកាន់តែធ្ងន់ធ្ងរនិងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចថែមទៀតការដាច់អ៊ីនធឺណិតជាញឹកញាប់បានបង្ខំឲ្យជនជាតិរុស្ស៊ីឲ្យចូលទៅកាន់គេហទំព័រក្នុងបញ្ជីសខណៈពេលដែលអាជ្ញាធរបានបិទកម្មវិធីផ្ញើសារដ៏ពេញនិយមដូចជា WhatsApp និង Telegram ហើយបានបញ្ជ្រាបបណ្ដាញឯកជននិម្មិត VPNs ក្នុងពេលជាមួយគ្នានេះការវាយតម្លៃការយល់ព្រមសម្រាប់រដ្ឋាភិបាលរុស្ស៊ីនិងនាយករដ្ឋមន្ត្រី Mikhail Mishustin ត្រូវបានគេរាយការណ៍ថាបានកើនឡើងដែលបង្ហាញថាការខកចិត្តជាសាធារណៈត្រូវបានដឹកនាំកាន់តែខ្លាំងឡើងចំពោះស្ថានភាពទូលំទូលាយជាជាងគណៈរដ្ឋមន្ត្រីខ្លួនឯងកាសែត Moscow Times ដែលជាកន្លែងលក់ឯករាជ្យរបស់រុស្ស៊ីដែលបានផ្លាស់ប្ដូរទីតាំងទៅទីក្រុង Amsterdam បន្ទាប់ពីការចាប់ផ្ដើមនៃការលុកលុយពេញលក្ខណៈត្រូវបានបញ្ជូនទៅក្នុងបញ្ជីភ្នាក់ងារបរទេសរបស់រុស្ស៊ីនៅក្នុងខែវិច្ឆិកាឆ្នាំ 2023 រក្សាទុកសម្រាប់ការបោះបើកវែកនៅមួយផ្លេតនៅក្នុងឆ្នាំ 2023 វិមានក្រំឡាំងមិនបានប្រឈមមុខនឹងបញ្ហាផ្ទៃក្នុងធ្ងន់ធ្ងរទេបើទោះបីជាប្រជាប្រិយភាពធ្លាក់ចុះមួយរយៈពេលខ្លីក្នុងអំឡុងការចល័តឆ្នាំ 2022 ក៏ដោយអរគុណសម្រាប់ការតាមដាន Cambodia Flash News អន្តរជាតិ